ស្ដីបងប្អូនជាពិសេសអ្នកចិញ្ចឹមសត្វនិងអ្នកដាំដុះទាំងអស់គ្នាបងប្អូនខែនេះជារដូវភ្លៀងអញ្ចឹងអ្នកចិញ្ចឹមសត្វទាំងអស់គ្នាគឺត្រូវប្រុងប្រយ័ត្នទាំងអស់គ្នាទាក់ទងនឹងមាន់ឬក៏ទាយើងឈឺអញ្ចឹងបងប្អូនអញ្ចឹងយើងត្រូវការពារវាទុកមុនមិនអាចចាំដល់ពេលវាឈឺហើយមិនយើងការពារទេអញ្ចឹងអ្វីដែលសំខាន់យើងត្រូវសម្អាតទ្រុងសម្អាតតាក់ទងនឹងកតោចំណីអាហារផងវាត្រូវលាងឲ្យស្អាតជារៀងរាល់ថ្ងៃអញ្ចឹងណាបងប្អូនដើម្បីកាត់បន្ថយការតាក់ទងនឹងការឆ្លងមេរោគហើយនៅក្នុងវីដេអូនេះខ្ញុំនឹងចែករំលែកតាក់ទងនឹងពិធី5ចំណុចតាក់ទងនឹងការដាក់អង្កាមបងប្អូនទី1គឺការរក្សាបាតទ្រុងឲ្យស្ងួតអញ្ចឹងនៅពេលយើងដាក់អង្កាមគឺវាមានអត្ថប្រយោជន៍ណាបងប្អូនអញ្ចឹងនៅពេលដែលខែភ្លៀងចេះនៅពេលដែលទឹកយើងភ្លៀងមកវាមានដក់ទឹកដក់អីនៅក្នុងទ្រុងយើងនៅពេលដែលយើងដាក់អង្កាមទៅវាជួយបឺតជាតិទឹកនៅក្នុងបាតទ្រុងផងយើងអញ្ចឹងវាធ្វើឲ្យទ្រុងយើងស្ងួតរហូតអញ្ចឹងបងប្អូនហើយទី2ហ្នឹងគឺកាត់បន្ថយការឆ្លងមេរោគអញ្ចឹងនៅពេលដែលយើងដាក់អង្កាមនៅបាតទ្រុងអង្កាមហ្នឹងវាធ្វើឲ្យវាជួយឲ្យបាតទ្រុងយើងហ្នឹងអត់សូវមានមេរោគទេបងប្អូនដោយសារតែវាស្រូបយកជាតិទឹកមេរោគហ្នឹងនៅក្នុងអង្កាមអញ្ចឹងបើសិនជាយើងអត់ដាក់អង្កាមទេអង្កាមហ្នឹងអាចលិមួកហ្នឹងវាជាប់នឹងដីវាធ្វើឲ្យមេរោគងាយនឹងឆ្លងសត្វងាយនឹងឆ្លងសត្វមាន់សត្វទារបស់យើងអញ្ចឹងនៅពេលដែលយើងដាក់អង្កាមជាផ្នែកមួយដែលធ្វើឲ្យមេរោគអត់រាលដាលខ្លាំងទេអញ្ចឹងមាន់ទាយើងក៏កាត់បន្ថយការឈឺទៅតាមនឹងដែរអញ្ចឹងណាបងប្អូនអញ្ចឹងការដាក់អង្កាមបាតទ្រុងនេះសារៈសំខាន់ណាស់នៅរដូវភ្លៀងនេះបងប្អូនគួរតែធ្វើអញ្ចឹងបងប្អូនទី3បង្កើនកម្ដៅហើយនឹងរក្សាកម្ដៅអញ្ចឹងអង្កាមនេះនៅពេលដែលយប់មេឃភ្លៀងធ្លាក់ឬក៏មិនថាយប់មិនថាថ្ងៃមេឃភ្លៀងធ្លាក់ទេគឺអង្កាមនេះវាជួយរក្សាកម្ដៅសត្វមាន់ឬក៏សត្វទាយើងនៅពេលដែលមេឃភ្លៀងនៅពេលដែលវាល្ងាអញ្ចឹងណាបងប្អូននៅពេលដែលវាល្ងានៅពេលដែលមេឃភ្លៀងធ្លាក់ជាប្រចាំហ្នឹងគឺអង្កាមនេះវាជួយរក្សាកម្ដៅមាន់ទាយើងធ្វើឲ្យមាន់ទាយើងមានសុខភាពល្អវាមិនជួយបានទាំងអស់ទេតែវាជាផ្នែកធំមួយដែលអ្នកចិញ្ចឹមសត្វទាំងអស់មិនគួរមើលរំលងដែរបងប្អូនអញ្ចឹងទ្រុងខ្ញុំនេះគឺដាក់អង្កាមបងប្អូនឃើញគឺដាក់អង្កាមមកអានេះខ្ញុំដូរហើយខ្ញុំដូរថ្មីហើយខ្ញុំដូរអាចាស់ចោលខ្ញុំដាក់ថ្មីវិញអញ្ចឹងណាបងប្អូនគឺយើងឧស្សាហ៍មើលថែរដូវភ្លៀងនេះបងប្អូនបើអញ្ចឹងទេមាន់ទាយើងឈឺពិបាកព្យាបាលណាស់អញ្ចឹងអ្វីដែលសំខាន់ហ្នឹងគឺបកាពារទុកមុនបកាហ្នឹងយ៉ាងម៉េចបកាគឺកុំឲ្យវាឈឺតន់អញ្ចឹងណាបងប្អូនហើយការដាក់អង្កាមគឺវាជួយរក្សាកម្ដៅមាន់ទាយើងបានល្អបងប្អូនដើម្បីកុំឲ្យមាន់ទាយើងផ្ដាសាយឬក៏មានបញ្ហាផ្សេងអញ្ចឹងទៅហើយទី4គឺកាត់បន្ថយក្លិនស្អុយបងប្អូនអញ្ចឹងនៅពេលដែលយើងដាក់អង្កាមនៅក្នុងបាតទ្រុងយើងគឺវាជួយកាត់បន្ថយក្លិនស្អុយលាមកផន្ទាវាហ្នឹងបានច្រើនបងប្អូនព្រោះអីអង្កាមហ្នឹងវាស្រូបនៅពេលដែលទាវាលាមកច្រើនគឺអង្កាមហ្នឹងវាជួយស្រូបក្លិនលាមកក្លិនអីហ្នឹងពីលាមកផន្ទាហ្នឹងបានច្រើនអញ្ចឹងបងប្អូនវាជួយកាត់បន្ថយក្លិននៅក្នុងទ្រុងបានច្រើនអញ្ចឹងបើសិនជាយើងអត់ដាក់អង្កាមទេអាចដីនៅក្នុងដីហ្នឹងវាក្លិនជះខ្លាំងបងប្អូនណាអញ្ចឹងយើងដាក់អង្កាមទៅវាជាផ្នែកមួយជួយឲ្យទាយើងកាត់បន្ថយក្លិនស្អុយនៅក្នុងទ្រុងហ្នឹងទាយើងក៏វាមានសុខភាពល្អទៅតាមនឹងដែរអញ្ចឹងបងប្អូនដាក់មកគួរតែដាក់បើថាខែក្តៅវាអត់បញ្ហាទេតែបើខែភ្លៀងទេខ្ញុំលើកទឹកចិត្តបងប្អូនគួរតែដាក់បាតទ្រុងអង្កាមបងប្អូនណាហើយទី5ហ្នឹងងាយស្រួលសម្អាតនិងអាចយកធ្វើជីបានដោយសម្រាប់ខ្ញុំនេះខ្ញុំអ្នកដាំដំណាំដាំតបែកហើយនឹងដាំដំណាំកពិកកពុកច្រើនទៀតនៅពេលដែលយើងសម្អាតស្រួលបងប្អូនយើងសម្អាតយើងយកទាំងអង្កាមចឹងព្រោះលីមួកហ្នឹងវាជាប់នឹងអង្កាមហ្នឹងហើយវាជាប់នឹងអង្កាមស្រេចហ្នឹងហើយអញ្ចឹងយើងសម្អាតមកយើងយកទាំងអង្កាមចេញឬយើងយកលីមួកចេញមកបានទាំងអស់អញ្ចឹងបើយើងអត់សម្អាតទេលីមួកនៅជាប់នឹងបាតដីយើងហ្នឹងវាពិបាកសម្អាតអញ្ចឹងណាបងប្អូននេះបងប្អូនបន្ទាប់ពីយើងសម្អាតហើយយើងដាក់អង្កាមហើយវាស្អាតអញ្ចឹងបងប្អូនណានៅពេលដែលទាយើងចូលដេកទៅវាស្ងួតល្អកុំឲ្យទាយើងក៏វាមានសុខភាពល្អទៅតាមហ្នឹងដែរអញ្ចឹងអរគុណច្រើនបើសិនជាពេញចិត្តវីដេអូនេះបងប្អូនកុំភ្លេចជួយ Subscribe ម្នាក់មួយផងដើម្បីទទួលបានវីដេអូផ្សេងទៀតដែលខ្ញុំនឹងធ្វើចែកជូនបងប្អូន